សួស្តីបងប្អូនអានេះតឡាយើងបានធ្វើតេស្តដំណោះសាកបាទអានេះតឡានេះយើងធ្វើមុនដំបូងយើងត្រាំទឹកក្តៅមុនបាទទឹកក្តៅ2ភាគហើយនឹងទឹកត្រជាក់ទឹកធម្មតាហ្នឹង3ភាគបាទយើងចាក់ចូលគ្នាហើយយើងត្រាំមួយយប់ណាបាទត្រាំមួយយប់ហើយយើងយកទៅផ្អាប់2យប់មានន័យថា1ថ្ងៃ2យប់អញ្ចឹងវាស្មើ36ម៉ោងឃើញថាដុះ98%បាទនឹងយើងអាចយកទៅដាំបានហើយបញ្ជាក់2%ទៀតបើសិនជាវា2%ហ្នឹងវាអត់តន់ដុះយើងយកទៅផ្អាប់មួយសាទៀតណាប៉ុន្តែផ្អាប់តែអត់តន់ដុះទេណាបាទអាណាដុះហើយយើងយកទៅដាំបាននឹងយើងយកចាញ់មក2%យើងដាក់មកកណាត់ដោយឡែកមកហើយយើងយកទៅផ្អាប់បន្តទៀតប្រហែលជាមួយយប់ទៀតឬមួយក៏12ម៉ោងណាបាទ2%ហ្នឹងអាចនឹងដុះអស់ហ្នឹងហើយបើសិនជាក្របច្រើនក៏យើងរាយឲ្យច្រើនមកបាទហើយធ្វើម៉េចឲ្យបានឲ្យក្របហ្នឹងវាប៉ះបានកណាត់បានល្អអញ្ចឹងបើសិនជាក្របច្រើនយើងអាចធ្វើកណាត់ធំយកកណាត់ដៃជក់ទឹកល្អបាទកណាត់នេះជក់ទឹកល្អយកកណាត់ធំតិចមកបាទបើសិនយើងដាំ20-30 ធៀប20-30បញ្ចប់វិញ20-30បញ្ចប់យើងអាចយកកណាត់2ឬ3មកបាទបើសិនជាកណាត់នេះកណាត់មួយប៉ុណ្ណឹងអាចដាក់បានប្រហែលជា5-6បញ្ចប់យើងដាក់រីចឹងហើយយើងបត់នឹងចឹងមកបាទបត់នឹងចឹងវាសង់ចឹងហើយយើងមូលវាបាទទៅវាសង់ល្អបាទមូលចឹងមកហើយនេះយើងមានធុងបាទធុងដាក់ចូលចឹងមកបាទយើងមានធុងអីក៏បានដែរធុងតកក៏បានធុងអីក៏បានបាទជាគ្របទៅហើយទុកកន្លែងណាដែលម្លប់អត់ប៉ះក្តៅបាទបើសិនវាប៉ះក្តៅយើងអាចហាលបានហាលទុំជាម៉ោង10យើងយកចូលបាទយើងដំបូងយកចូលហើយតាមភាសានេះហើយយើងដាក់ឡើងម្លប់នេះដាក់ឡើងម្លប់ហើយទុករហូតកាលណាដុះ36ម៉ោង